សម្រាប់ថ្ងៃឆ្លូវដីយិនត្រូវជាថ្ងៃទី15ខែមករាល្អចំពោះអ្នកដែលត្រូវការធាតុដីពីព្រោះថាធាតុដីមកទាំងខាងលើហើយនិងខាងក្រោមល្អចំពោះអ្នកដែលមានឆ្នាំជូតម្សាញ់ហើយនិងរកាហើយឆ្នាំដែលគួរមានការប្រុងប្រយ័ត្នមានឆ្នាំមមែធាតុឈើវ័យ11ឆ្នាំនិងមមែធាតុទឹកវ័យ23ឆ្នាំរីឯទិសដែលយើងគួរតែបំរុងការពារក្នុងការជួសជុលស្វាដំមានទិសខាងកើតហើយនិងត្បូងឈៀងលិចទិសដែលល្អដែលយើងអាចអង្គុយធ្វើការឬក៏ចាប់លាបដោយដាក់ទឹកមានចលនាបានមានទិសខាងជើងឈៀងខាងលិចក្នុងករណីដែលក្រឹតតែល្អប្រសើរទៀតយើងអាចប្រើទិសខាងជើងឈៀងខាងលិចទី3 330អង្សាយើងអាចដាក់ទឹកមានចលនាឬអង្គុយប្រើប្រាស់ចន្លោះម៉ោងដែលល្អក្នុងការអតិវេតនៅទឹកមានចលនាយើងអាចធ្វើបាននៅចន្លោះម៉ោង9ដល់ម៉ោង11ជូនពរសំណាងល្អក្នុងការចាប់លាបនិងអង្គុយប្រើប្រាស់នៅទិសខាងជើងឈៀងខាងលិចក្នុងថ្ងៃស្អែកអរគុណ